មេរៀនទី32មុខរបរចិញ្ចឹមត្រីអំណានចូលអានរបស់ខាងក្រោមរួចឆ្លើយនៅសំណួរការជ្រើសរើសអាជីពមួយសម្រាប់ខ្លួនឬគ្រួសារគឺជាប្រការល្អដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឲ្យមានជីវភាពធូរធារពូសុកមីងយុនក្រៅពីធ្វើស្រែក៏បានចិញ្ចឹមត្រីក្នុងស្រះមួយក្បែរភូមិដែលមានត្រីរាប់ពាន់ក្បាលរាល់ព្រឹកនិងល្ងាចពួកគាត់ទាំងពីរតែងតែឲ្យចំណីត្រីព្រោះទឹកនៅវេលានេះត្រជាក់ពូសុកបានរៀនពីរបៀបផលិតចំណីត្រីដោយយកស្លឹកដំឡូងជ្វាចក់ត្រកួនបាយទាពោតសណ្តែកសៀងនិងសមាសធាតុផ្សេងទៀតដូចជាកន្ទក់ចុងអង្ករកាក់សំណល់ផ្ទះបាយម្សៅត្រីឬត្រីជីណាក់លាយចូលគ្នាបន្ទាប់មកស្ងោរឲ្យឆ្អិនទុកឲ្យត្រជាក់មុននឹងដាក់ឲ្យត្រីស៊ីលើសពីនេះពូសុកតែងកាក់ជម្រះស្មៅនិងត្រីតូចៗដើម្បីឲ្យមានខ្យល់អុកស៊ីសែនគ្រប់គ្រាន់ចូលក្នុងស្រះពេលខ្លះគាត់យកលាមកគោមាន់ជ្រូកដែលស្ងួតដាក់បាតស្រះរួចបញ្ចូលទឹកត្រាំទុកពី3ទៅ5ថ្ងៃដើម្បីឲ្យកើតជាចំណីធម្មជាតិសម្រាប់ឲ្យត្រីស៊ីនិងឆាប់បានទទួលផលការទិញចំណីត្រីពីផ្សារនាំឲ្យអស់ប្រាក់ច្រើនមិនសូវចំណេញទេមុខរបរចិញ្ចឹមត្រីបានជួយដល់ជីវភាពគ្រួសារពូសុកបានធូរធារមិនបាច់ខ្ចីបើប្រាក់គេដែលជាគំរូល្អដល់អ្នកជិតខាងក្នុងភូមិ